នៅសោះសុកខ្ញុំនឹកឃើញតលេងគិរីរំហ្នឹងណានេះគឺដោយសារតែ AC Super App នេះគេមានជាមួយនឹងមុខងារទេសចរកម្ពុជានៅក្នុងហ្នឹងគឺមានជាមួយនឹងកន្លែងកំសាន្តដើរលេងជាច្រើនក្នុងប្រទេសរបស់យើងអញ្ចឹងមិនថាអ្នកទាំងអស់គ្នាស្គាល់ឬមិនស្គាល់ទេគឺមុខងារមួយនេះជួយអ្នកទាំងអស់គ្នាបានហ្មងនេះឃើញអត់ដំបូងគឺខ្ញុំ scroll មកឃើញជាមួយនឹង Ocean គិរីរំគេមានជាមួយនឹង map ឲ្យយើងជិះទៅដល់បានទៀតអញ្ចឹងទោះអ្នកទាំងអស់គ្នាមិនស្គាល់ផ្លូវក៏ទៅដល់បានដែរតាំងពីពេលវេលាជិះទៅម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានគឺច្បាស់លាស់ខ្លាំងមែនតើអញ្ចឹងមិនថាមានជាមួយនឹង AC Super App នេះមួយចង់ស្គាល់កន្លែងថ្មីក៏រោនឹកអត់ដឹងថាត្រូវទៅណាទេមុខងារទេសចរកម្ពុជានៅលើ AC Super App គឺជួយលោកអ្នកបានមានពេលតាមមួយថ្ងៃទេតែចង់រកកន្លែងណាដើរលេងបែបមានជាមួយនឹងខ្យល់ធម្មជាតិបែបតំបន់ភ្នំជីរុកព្រៃរុកអីចឹងណាហើយអត់សូវចង់ចំណាយទៅលើ trip នឹងអស់ច្រើនទេដើរបែប self ប៉ុន្តែសប្បាយអញ្ចឹងអ្នកទាំងអស់គ្នាអាចមកសាធ្វើតាមពួកខ្ញុំបានចង់មកលេងកន្លែងគេវល់ល្ងាចក៏បានចង់គេនៅនឹងក៏បានដែរកន្លែងគេនេះគឺជាលក្ខណៈប្រភេទបែបផ្ទះលំហែនៅលើភ្នំគិរីរម្យមិនតែអត់ទៅដល់កំពូលពេកទេនៅនឹងម្ដុំវងមូលនៀកពាន់កន្លែងគេនេះបើថាអ្នកទាំងអស់គ្នាជួយចិត្តបោះតង់ទៀតត្រូវហ្មងហើយបើថាមានតង់យកចូលខ្លួនឯងទៀតគឺកាន់តែចំណេញទៀតយើងយកចូលទៅដូចជាគេឆាចមួយតែ$5ទេតែបើថាយើងអត់ចង់ទៅបោះតង់ដូចខ្ញុំនិយាយចឹងអ្នកនរគ្នាអត់មានពេលច្រើនទេទៅលេងវល់ល្ងាចក៏បានដែរគេមានកញ្ចុះអង្គុយមានជាមួយនឹង activity ច្រើនឲ្យយើងលេងចូលទៅញ៉ាំអីនៅនឹងមកយើងក៏មកហូបគេកញ្ចុះគឺគេ free ឬក៏យើងចង់ទៅជួលចក្រានគេហើយយើងទិញសាច់ទិញអីប្រឡាក់ពីផ្ទះទៅអាំងខ្លួនឯងក៏បានដែរទេសភាពនៅកន្លែងគេគឺពោពេញទៅដោយធម្មជាតិដើមឈើព្រៃព្រឹក្សាគឺព័ទ្ធជុំវិញចាហើយបើនិយាយពីបរិយាកាសគឺស្ងប់ស្ងាត់ល្អមែនតើត្រូវមាញ់តែគាត់ចង់រកកន្លែងបែបទៅកាត់ stress ជុំមិត្តភ័ក្តិនិយាយរឿងក្នុងចិត្តឈិលអីហ្នឹងគឺថាត្រូវខ្លាំងខ្ញុំនេះក៏ទៅស្គាល់កន្លែងហ្នឹងលើកទី1ដែរអញ្ចឹងបានមក share ឲ្យអ្នកនរគ្នាបានស្គាល់ដូចខ្ញុំដែរទៅព្រោះរាល់ដងហ្នឹងឲ្យចង់ទៅលេងគិរីរម្យនោះគឺជិះទៅដល់កំពូលរហូតហ្មងអញ្ចឹងលើកនេះគឺថាចេញមកគឺថាប្លែកជាងរាល់ដងចាមិនត្រឹមតែមកអង្គុយអាំងសាច់ពិកនិចកន្លែងគេទេដល់លេងថតរូបក្នុង resort កន្លែងគេហ្នឹងអត់អស់ចិត្តទេជិះឆ្វេងពេញផ្លូវគិរីរម្យហ្មងចា